រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី23ហ៊ុនសែនពូកែលេងទឹកមុខផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែនចុងឆ្នាំ2000មុនខ្ញុំប្រឡងជាប់ចូលរៀនសាលាច្បាប់ខ្ញុំឆ្លៀតទៅរៀនទ្រឹស្ដីថតកុននៅទួលគោកជាមួយលោកអ៊ីវងហែមចាំងវាងផលិតភាពយន្តជើងចាស់ដ៏ល្បីមួយរូបលោកថ្លែងទៅកាន់កូនសិស្សថាមានតែមនុស្សម្នាក់ទេដែលពូកែឲ្យប្លង់មុខគឺសម្ដេចហ៊ុនសែនអ្នកថតងាយស្រួលថតនិងចាប់ប្លង់តាមជាក់ស្ដែងសម្ដេចហ៊ុនសែននៅពេលដែលលោកថ្លែងសារម្ដងនៅចំពោះមហាជនលោកប្រើសិល្បៈលេងប្លង់ទឹកមុខនេះគួរឲ្យទាក់ទាញនិងមានទំនាក់ទំនងរស់រវើកជាមួយអ្នកស្ដាប់មុខរបស់លោកផ្លាស់ប្ដូរគ្រប់ជ្រុងមិននៅមួយកន្លែងទេកុំឲ្យសាំដូចជាការងាកឆ្វេងងាកស្ដាំងាកក្រោយមើលទៅមុខចំសម្លឹងទៅគ្រប់ជ្រុងនៃអ្នកស្ដាប់ជាការកត់សម្គាល់ក្នុងករណីលោកអានសន្ទរកថាលោកមិនឈ្ងោកជាប់រហូតនោះទេគឺលោកឧស្សាហ៍ងើបឡើងសម្លឹងកាមេរ៉ានិងអ្នកស្ដាប់ហើយសម្លឹងទៅគ្រប់ជ្រុងនៃមហាជនដូចគ្នាជាពិសេសនៅពេលលោកថ្លែងដល់ចំណុចក្តៅឬសំខាន់ដែលលោកចង់សង្កត់ធ្ងន់លោកងាកមុខទៅរកកាមេរ៉ាវីដេអូដើម្បីឲ្យគេចាប់ប្លង់និងអ្នកកាត់តងាយកាត់យកសម្រងសម្ដី quotation របស់លោកប្រើប្រាស់តាមវិជ្ជាជីវៈលោកញញឹមឬសើចពេលខ្លឹមសារបែបសប្បាយរីករាយឬកំប្លុកកំប្លែងលោកប្រែជាទឹកមុខមុតមមគត់មុតនៅពេលខ្លឹមសារថ្លែងក្នុងន័យផ្លូវការបង្ហាញអំពីផែនការឬការផ្ដល់អនុសាសន៍នានាឬក៏សារនយោបាយទៅកាន់អ្នកនយោបាយនៅពេលដែលសង្កត់ធ្ងន់ទៅលើរឿងអ្វីមួយទឹកមុខរបស់លោកក៏លេងទៅតាមនោះគឺមើងម៉ាត់នៅពេលដែលថ្លែងសារណាដែលប៉ះពាល់អារម្មណ៍របស់លោកទឹកមុខក៏បង្ហាញថាលោកខឹងឬមិនពេញចិត្តតែជាទឹកមុខដែលគ្រប់គ្រងបាននៅពេលដែលថ្លែងដល់រឿងក្រៀមក្រំទឹកមុខលោកក៏ប្ដូរទៅជាស្រពាប់ស្រពន់វិញជួនពេលខ្លះលោកស្រក់ទឹកភ្នែកចំពោះមុខមហាជននៅពេលខ្លឹមសារនោះឈួលផ្លូវចិត្តលោកខ្លាំងមែនទែនទៅគ្មានបុគ្គលណានិយាយរឿងមួម៉ៅឬរឿងកំសត់ទុកព្រួយបែរជាទឹកមុខស្រស់ស្រាយឬសោកញញឹមនោះទេកែវភ្នែកទាំងគូរបស់សម្ដេចសម្លឹងទៅមហាជនប្រែប្រួលតាមខ្លឹមសារដូចជាមុតមមស្រទន់ដោយសម្លឹងពេលខ្លះមិនដាក់ភ្នែកមិនព្រិចភ្នែកជាដើមជាកែវភ្នែកអង្អាចបង្ហាញពីចំណុចខ្លាំងរបស់អ្នកនិយាយនិងផ្ដល់ជំនឿចិត្តទ្វេដងដល់អ្នកស្ដាប់ផ្នែកទី2ទស្សនៈសិក្សាខ្ញុំគិតថានៅពេលដែលអ្នកបានស្ដាប់សៀវភៅនេះហើយនឹងបន្តចាប់អារម្មណ៍លើសិល្បៈប្រើទឹកមុខរបស់សម្ដេចហ៊ុនសែនដើម្បីយកជាធាតុចូលអភិវឌ្ឍការនិយាយរបស់អ្នកជាក់ជាមិនខានទាញចេញពីការកត់សម្គាល់សកម្មភាពសម្ដេចខ្ញុំបានចងក្រងជាមេរៀនសម្រាប់បើកវគ្គខ្លីៗដោយពុំបានបោះពុម្ពផ្សាយជាសាធារណៈនោះទេដោយដាក់ចំណងជើងថា15កន្លឹះនិយាយយ៉ាងតាក់ទាញប្រកបដោយឥទ្ធិពលនៅទីនេះខ្ញុំសូមដកស្រង់ខ្លីមកបង្ហាញជូនក្រែងបានជាប្រយោជន៍ដល់មិត្តអ្នកស្ដាប់តែខ្ញុំសូមមិនអធិប្បាយពិស្ដារទេដោយលើកយកចំណុចគោលមួយចំនួនជូនមិត្តអ្នកស្ដាប់បំបែកបន្តចូលរក្សានិងគ្រប់គ្រងទឹកមុខក្នុងភាពជាអ្នករីករាយប្រែប្រួលទឹកមុខតាមខ្លឹមសារនិយាយដោយភាពជឿជាក់បដូរប្លង់មុខចំមុខចំហៀងឆ្វេងស្ដាំលើក្រោមមុខក្រោយកុំសូវសម្ដែងទឹកមុខខឹងសម្បាចំពោះអ្នកស្ដាប់ពេលយើងថ្លែងកុំទម្លាក់ទឹកមុខចុះឬកិច្ចមុខពីអ្នកស្ដាប់កុំនិយាយឬអានទាំងឈ្ងោកមុខចូលឧស្សាហ៍ងើបសម្លឹងអ្នកស្ដាប់ចូលនិយាយដោយតម្រង់មុខឲ្យចំដៃគូឬអ្នកស្ដាប់គោរពគោលការណ៍មុខទល់មុខ face to face គោរពគោលការណ៍ភ្ជាប់ខ្សែភ្នែករវាងអ្នកនិយាយនិងអ្នកស្ដាប់ eye contact ចូលសម្លឹងឬបែរមុខទៅរកអ្នកស្ដាប់ឲ្យបានគ្រប់ជ្រុងដើម្បីឲ្យអ្នកស្ដាប់មានអារម្មណ៍ថាគេបានសន្ទនាផ្ទាល់ជាមួយយើងជាអ្នកនិយាយ